សួស្តីបងប្អូនជាទីស្រឡាញ់ជាទីរាប់អានទាំងអស់គ្នាដែលតែងតែនិយមតាមដានទស្សនាតាមបណ្ដាញសង្គម YouTube ថ្ងៃនេះនាងខ្ញុំមានប្រធានបទថ្មីមួយដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាប្រធានបទនោះគឺមានចំណងជើងថាតើស្ត្រីមានផ្ទៃពោះអាចផឹកភេសជ្ជៈបើកម្លាំងបានដែរឬទេមុននឹងយើងចូលដល់អត្ថន័យក្នុងប្រធានបទនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Like Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំភេសជ្ជៈបើកម្លាំងត្រូវបានផលិតឡើងដើម្បីជំនួយដល់ថាមពលភ្លាមៗសម្រាប់អ្នកដែលធ្វើការហែវហត់ប៉ុន្តែសម្រាប់ស្ត្រីដែលកំពុងតែមានផ្ទៃពោះវិញតើអាចផឹកបានដែរឬទេខាងក្រោមនេះគឺជាមូលហេតុដែលស្ត្រីមានផ្ទៃពោះពុំគួរផឹកភេសជ្ជៈបើកម្លាំងចំណុចទី1នៅក្នុងភេសជ្ជៈបើកម្លាំងមានជាតិគីមីបន្ថែមរសជាតិមានបរិមាណបន្ថែមពណ៌បន្ថែមរសជាតិនិងការអភិរក្សក៏ដូចជាជាតិស្ករផងដែរដូច្នេះប្រសិនបើអ្នកម្ដាយផឹកភេសជ្ជៈបើកម្លាំងអំឡុងពេលនេះពួកគេអាចប្រឈមនឹងការធាត់កើតជំងឺទឹកនោមផ្អែមនិងងាយពុកធ្មេញពេលមានផ្ទៃពោះដោយសារតែមានការផ្លាស់ប្ដូរកម្រិតហូម៉ូនក្នុងរាងកាយបណ្ដាលឲ្យមានហានិភ័យនៃជំងឺផ្សេងៗជាងមនុស្សធម្មតាដែលមិនមានផ្ទៃពោះចំណុចទី2ភេសជ្ជៈបើកម្លាំងមានផ្ទុកជាតិកាហ្វេអ៊ីនមួយចំនួនបើអ្នកម្ដាយញៀននឹងភេសជ្ជៈបើកម្លាំងដែលមានរសជាតិកាហ្វេអ៊ីនវានឹងធ្វើឲ្យបេះដូងលូតលឿនធ្វើឲ្យគេងមិនលក់និងធ្វើឲ្យទារកលូតលាស់មិនបានពេញលេញទីបំផុតវាមានគ្រោះថ្នាក់ទាំងម្ដាយនិងកូនចំណុចទី3គ្រោះថ្នាក់នៃអាស៊ីតកាបូនធ្វើឲ្យខូចធ្មេញនិងឆ្អឹងទឹកអាស៊ីតប្រភេទនេះមិនត្រឹមតែធ្វើឲ្យខូចឆ្អឹងនិងពុកធ្មេញប៉ុណ្ណោះទេវាក៏អាចបង្កគ្រោះថ្នាក់ចំពោះរាងកាយអ្នកម្ដាយផងដែរចំពោះទារកមិនទាន់កើតក៏មានឱកាសនៃការខ្វះជាតិកាល់ស្យូមនិងកើតជំងឺពុកឆ្អឹងដូចគ្នាតើធ្វើដូចម្តេចដើម្បីដោះស្រាយចំពោះអ្នកម្ដាយដែលញៀននឹងភេសជ្ជៈបើកម្លាំងជាតិផ្អែមនៅក្នុងភេសជ្ជៈបើកម្លាំងអាចធ្វើឲ្យយើងមានអារម្មណ៍ចូលចិត្តប៉ុន្តែនៅពេលក្លាយជាម្ដាយរបស់គេអ្នកត្រូវកាត់បន្ថយបន្តិចម្ដងរហូតទាល់តែផ្ដាច់បានទាំងស្រុងឬអ្នកមិនត្រូវផឹកលើសពី2កែវក្នុងមួយថ្ងៃឡើយការផ្អាកផឹកភេសជ្ជៈបើកម្លាំងអំឡុងពេលមានផ្ទៃពោះអាចបញ្ជាឥទ្ធិពលអាក្រក់នានានិងជួយឲ្យកូនមានសុខភាពល្អនៅពេលកើតមកដូច្នេះអ្នកម្ដាយដែលញៀននឹងភេសជ្ជៈបើកម្លាំងត្រូវព្យាយាមកាត់បន្ថយឬផ្អាកឲ្យបានច្រើនទោះមានអារម្មណ៍ថាពិបាកទ្រាំយ៉ាងណាក៏ដោយ